វីដេអូនេះខ្ញុំសូមបរិយាយរឿងដុំឆ្នាំងសាកបន្តិចបាទ JBL ចាក់ស្ដាយនេះគឺសម្រាប់ JBL boom box សម្រាប់បាសនេះឆ្នាំងនេះខ្ញុំបានសួរបញ្ជាក់គាត់ហើយគាត់ទិញទៅតែទិញក្រោយទេថាអ្នកលក់គេ recommend ឲ្យប្រើអាហ្នឹងបាទហេតុអីបានខ្ញុំបញ្ជាក់ព្រោះកន្លងមកក៏មានភ្ញៀវគាត់ជួបបញ្ហាហ្នឹងដែរបាទគាត់ទិញឆ្នាំងសាកយកមកសាកជាមួយនឹង JBL boom box នេះណាហើយវាមានបញ្ហារឿងដោតបញ្ចូលទៅអត់ចូលបាទប៉ុន្តែខ្ញុំមិនដែលបានរាយរាប់ណាធ្វើប្រហោះចឹងទេខ្ញុំឆ្លើយតែភ្ញៀវគាត់សួរចិត្តស្ដែងតាមឆានតាមអីចឹងណាអញ្ចឹងខ្ញុំបង្ហាញវីដេអូនេះដើម្បីកុំឲ្យអ្នកប្រើគាត់យល់ច្រឡំហើយទិញយកមកប្រើទៅវាខុសអញ្ចឹងខាតបាទហើយខុសអញ្ចឹងបើគេដូរឲ្យអីបើគេដូរមិនដូរឲ្យយើងខាតជាក់ស្ដែង JBL boom box វាប្រើឆ្នាំងសាក 20V 3A បាទ 20V 3A ហើយបើសិនជាឆ្នាំងចាស់វានឹងខូចវាឆេះវាបាត់ឬដាច់ខ្សែអីខ្ញុំកាក៏អត់ជួសជុលក៏ទៅទិញឆ្នាំងសាកថ្មីព្រោះឆ្នាំងសាកថ្មីបើសិនឆ្នាំងសាកវាហ្មងមិនអីទេប៉ុន្តែបើសិនជាឆ្នាំងសាកផ្សេងដែលប្រើជំនួសវាកម្រមាន 20V ណាបាទភាគច្រើនឆ្នាំងសាកគឺចេញមកវាសម្បូរ 19V បាទប៉ុន្តែសួរថា boom box ប្រើ 19V បានអត់ប្រើ 19V បានប៉ុន្តែយើងមើល ampere បាទបើសិនជា ampere តូចបាទទីហោជាក់ស្ដែងដូចដុំសាកនេះអញ្ចឹង ampere តែ 3A ទេបាទ 19V 3A អញ្ចឹង 3A សាកបានអត់ 3A សាកអត់បានទេចង់សាកបាន 19V ហើយចង់សាក boom box បានដូចឆ្នាំងសាកវាដើមគឺត្រូវតែ3A កន្លះអីឡើងបាទ 3A កន្លះ 3A ចិត្ត 3A 8អីចឹងណាឥឡូវខ្ញុំដោតជាក់ស្ដែងឲ្យមើលអញ្ចឹងឆ្នាំងសាកនេះ 19V 3A គត់គឺដោតទៅគឺអត់ចូលទេហើយបើសិនជាវាត្រឹម 3A ចុច 2.3.4 អីចឹងណាដោតមកពេលខ្លះក៏អត់ចូលអញ្ចឹងដែរតតែចុចប៊ូតុងបើកនេះមួយបានវាលោតសញ្ញាកម្មថ្មផ្លែតបាទអាហ្នឹងក្នុងករណីដែលភ្លើងវាស្ទើរដែរប៉ុន្តែវាស្ទើរតិចតួចបាទស្ទើរតួចបាទនេះវាស្ទើរខ្លាំងមែនតើហ្មងសូម្បីតែយើងចុចអាប៊ូតុងនេះក៏វាអត់លោតភ្លើងដែរអញ្ចឹងមានន័យថាគឺសាកអត់បានទេបាទសាកអត់បានទេភ្លើងវាអត់គ្រប់ភ្លើងវាស្ទើរតែម្ដងហើយមិនមែនថាភ្លើងអត់ចេញទេណានេះខ្ញុំវាស់មើលហើយគឺភ្លើងចេញ 19V ប៉ុន្តែពេលវាតូចពេកអញ្ចឹងបើសិនជាយើងចង់ទិញឆ្នាំងសាកជំនួសហើយរក 20V អត់បានមានតែ 19V ប៉ុន្តែរើសពេធ្វើម៉េចឲ្យបាន 3.5 ទៅបាទអានឹងដោតទៅគឺចូលហើយបើដោតមិនចូលមិនលោតកម្មថ្មមិនអីទេសាកចុចប៊ូតុងបើកនេះមួយមើលតើវាលោតអត់បាទបើថាវាលោតអាហ្នឹងក៏ភ្លើងវានៅតែស្ទើរដែរប៉ុន្តែយើងអាចសាកបានគ្រាន់តែពេលដោតទៅវាមិនលោតភ្លើងភ្លាមអញ្ចឹងណាដល់ចុចប៉ុន្តែបើ 20V 3A វាគឺដោតមិនលោតផ្លែតហ្មងណាបាទអញ្ចឹងអាហ្នឹងវាកាត់ឡើងជារឿយភ្ញៀវគាត់ទិញឆ្នាំងសាកទៅហើយខ្ញុំក៏មិនដឹងមិនដែរដូចករណីបងម្នាក់នេះគាត់ថាអ្នកលក់គេ recommend ឲ្យប្រើអានឹងប៉ុន្តែគឺប្រើកាត់ទេបាទភ្លើងអត់គ្រប់ទេ 19V 3A ខ្ញុំយកឆ្នាំងសាកបាទឆ្នាំងសាកចិនទូទៅធម្មតាហ្នឹងនេះ 19V ដែរប៉ុន្តែ 3A.42 3A.42 នេះខ្ញុំធ្លាប់យកមកតេស្តហើយបាទគឺដោតទៅលោតកម្មថ្មធម្មតាបាទលោតកម្មថ្មធម្មតាអត់អីទេប៉ុន្តែយកល្អគឺ 3A កន្លះអីឡើងទៅបាទប៉ុន្តែបរមបានទេព្រោះដោយអាឆ្នាំងចិនទូទៅអញ្ចឹងចេះវាមកភាគច្រើនគឺ 19V ហើយ 3.40 3.អីប៉ុណ្ណឹងបាទអាខ្លះមានក្រោមខ្សែក៏មានដែរប៉ុន្តែអាក្រោមខ្សែយកមកគឺអត់លោតដល់ភ្លាមគឺអត់លោតអញ្ចឹងទេគឺតតែចុចប៊ូតុងបើកមួយប៉ុន្តែបើសិនជា3គត់ដូចអានេះអញ្ចឹងគឺបញ្ចូលអត់ទៅទេបាទបញ្ចូលអត់ទៅទេចូលទេផតកើតទេអានេះ3គត់ 19V 3A គត់ផតកើតទេ